រឿងយោធាថៃវាយប្រហារដោយអាវុធធុនធន់នៅលើប្រាសាទព្រះវិហារត្រូវបានកម្ពុជាប្រាប់ទៅប្រតិភូជាង150ប្រទេសចំពោះមុខគណៈប្រតិភូជាង150ប្រទេសតំណាងកម្ពុជាប្រាប់សហគមន៍អន្តរជាតិថានៅក្នុងចំនួនព្រំដែនកម្ពុជាថៃយោធាថៃនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ក្នុងការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់នៅគ្រាប់បែកចង្កោមដែលជាអាវុធហាមឃាត់ដោយខុសច្បាប់អន្តរជាតិនៅលើប្រាសាទព្រះវិហារ ឯកឧត្តមស៊ូយ៉ារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានប្រាប់សហគមន៍អន្តរជាតិថាករណីប្រាសាទព្រះវិហារទោះបីជាសាលក្រមតុលាការយុតិធធអន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលស្គាល់ថាប្រាសាទនេះស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយត្រូវបានចុះបញ្ជីនៅក្នុងបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ក៏ដោយសារតែចំនួនព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ក្នុងការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់នៅគ្រាប់បែកចង្កោមដែលជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរឯកឧត្តមស៊ូយ៉ារ៉ាថ្លែងយ៉ាងដូចនេះធ្វើក្នុងសន្និសីទពិភពលោក UNESCO គោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព Modern Call 2025ប្រព្រឹត្តទៅនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដែលមានការចូលរួមពីគណៈប្រតិភូជាង150ប្រទេស